សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចេញវីដេអូម្ដងទៀតតែវីដេអូមុននេះខ្ញុំដូចជាធ្លាប់ចេញហើយអញ្ចឹងខ្ញុំនឹងចេញវីដេអូនេះហើយនឹងនិយាយបានក្បោះបាយហើយនឹងប្រាប់បងប្អូនឲ្យបានច្បាស់មួយអញ្ចឹងវីដេអូថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងការដែលយើងកាត់វីដេអូហើយយើងចង់ដកសំឡេងចេញណាយើងយកវីដេអូឧទាហរណ៍យើងយកវីដេអូគេមកយើងចង់ដកសំឡេងចេញអញ្ចឹងដើម្បីយើងយកមកបញ្ចូលសំឡេងឬក៏យើងដកភ្លេងដកអីអញ្ចឹងណាបងប្អូនអញ្ចឹងដើម្បីយើងយកវីដេអូនឹងមកកែមកបញ្ចូលសំឡេងឬក៏ដាក់ភ្លេងថ្មីអីអញ្ចឹងណាអញ្ចឹងតោះយើងចូលទៅមើលចូលទៅធ្វើទាំងអស់គ្នាអញ្ចឹងនៅពេលដែលបងប្អូនហើយខ្ញុំប្រាប់ទៀតគឺខ្ញុំប្រើកម្មវិធី CapCut ទេខ្ញុំភ្លេចប្រាប់ពួក CapCut ឥឡូវវាមានអស់ហើយអញ្ចឹងយើងមិនចាំបាច់ទៅរកកម្មវិធី download កម្មវិធីណាផ្សេងដើម្បីពោះមានដែរកម្មវិធីសម្រាប់យើងដក vocal ចេញណាអាហ្នឹងវាពាក់ព័ន្ធជាមួយពាក្យថា vocal នឹងហើយអញ្ចឹង CapCut អាចធ្វើបាននៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាអញ្ចឹងតោះយើងចូលទៅក្នុង CapCut អូខេអញ្ចឹងនៅពេលដែលយើងចូលមកនៅពេលដែលយើង import វីដេអូដែលមានសំឡេងជាប់ជាមួយនឹងសំឡេងហើយយើងចង់ដកចេញណាបងប្អូនអញ្ចឹងពេលដែលបងប្អូន import មកដាក់តម្លាក់មកអញ្ចឹងយើងចុចលើ clip មកហើយបងប្អូនមកនៅខាងនេះពាក្យថា audio អញ្ចឹងមួយបងប្អូនពេលដែលយើងចូល clip ហើយយើង select លើ clip audio អញ្ចឹងឥឡូវខ្ញុំ play វីដេអូនេះមានសំឡេងនេះអ្វីដែលយើងធ្វើនេះគឺ long video to short អូខេបងប្អូនអញ្ចឹងវាមានសំឡេងអញ្ចឹងអូខេអញ្ចឹងនៅពេលបងប្អូនចង់ដកសំឡេងនឹងចេញណាបងប្អូនដកសំឡេងចេញអញ្ចឹងបងប្អូនចូល audio basic drum ហើយបងប្អូនរកពាក្យថា separate audio នេះ separate ចុច tick លើលេងមកអញ្ចឹងនេះកន្លែងនេះគឺជា vocal អញ្ចឹង vocal បានន័យថាសំឡេងរបស់យើងអញ្ចឹងយើងចង់ដកតែសំឡេងគឺយើងចុចតែ vocal មកហើយយើងចុច separate ហ្នឹងមកក៏ប៉ុន្តែបើសិនបងប្អូនចង់ដកទាំងអស់មានភ្លេងអីអញ្ចឹងណាអញ្ចឹងនៅក្នុងឧបករណ៍តន្ត្រីនៅក្នុងឧបករណ៍ភ្លេងនៅក្នុងភ្លេងវាមាន drum វាមាន bass ហើយវាមាន instrument សម្ភារៈផ្សេងអញ្ចឹងណាមាន guitar មាន string អីចឹងទៅបើសិនបងប្អូនចង់ដកទាំងអស់បងប្អូនចុចមកទាំងអស់ហ្នឹងមកអញ្ចឹងណាយើងចុចទាំងអស់មកហើយទាំង adder ហ្នឹងក៏ដកមកហើយយើងចុច separate ហ្នឹងមកអញ្ចឹងណាអាហ្នឹងបើសិនបងប្អូនចង់ដកភ្លេងឲ្យទៀតប៉ុន្តែថ្ងៃនេះគឺខ្ញុំចង់និយាយអំពីការដកសំឡេងតែសំឡេងតែអញ្ចឹងយើងចុចតែសំឡេងហ្នឹងមកហើយចុច separate ហ្នឹងមកអូខេអញ្ចឹងយើងធ្វើការរងចាំមកចាំមើលវាseparate ឲ្យយើងពេលមុនខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាប្រើ app មួយណាឬក៏កម្មវិធីមួយណា software មួយណាដើម្បីដកសំឡេងណាដកសំឡេងចេញពីវីដេអូហ្នឹងប៉ុន្តែបើសិនណាបងប្អូនប្រើ CapCut វាបានទាំងអស់វាបានទាំងកែវីដេអូវាបានទាំងដកសំឡេងដល់អីចឹងណាព្រោះកម្មវិធី software ខ្លះៗហ្នឹងវាអត់មានកម្មវិធីកាត់តអីវាមានដូច CapCut ទេអញ្ចឹងខ្ញុំនិយាយនឹងមិននិយាយអួត CapCut ទេប៉ុន្តែគាត់ថាខ្ញុំវាជាខ្ញុំចង់និយាយពីកម្មវិធីដែលងាយស្រួលណាងាយស្រួលក្នុងការប្រើប្រាស់ហើយលឿនអញ្ចឹងហើយវាតូចទៀតអញ្ចឹងយើងបងប្អូនកុំព្យូទ័រមកអីអាចធ្វើបានហើយអូខេបងប្អូនឥឡូវមកហើយនេះគេអញ្ចឹងយើងមកមើលទាំងអស់គ្នាមកហើយនេះឥឡូវឧទាហរណ៍ឥឡូវខ្ញុំមុតហើយខ្ញុំ play មកអត់លឺសំឡេងឃើញទេវីដេអូនេះក៏អត់លឺសំឡេងដែរអញ្ចឹងនៅពេលដែលខ្ញុំអានមុតវាវិញមកstart នេះបងប្អូននេះអញ្ចឹងអូខេអានមុតឃើញអត់បងប្អូនអញ្ចឹងពេលដែលបងប្អូនបាន vocal អញ្ចឹងហើយបងប្អូនចុច delete វាចោលទៅចង់ delete ទៅហើយបងប្អូនចង់បញ្ចូលសំឡេងចូលហើយនេះយើងចុចកន្លែង voice over ហ្នឹងមកនេះគេនេះយើងអាចបញ្ចូលសំឡេងខ្លួនយើងបានហើយមាននៅក្នុងការបញ្ចូលសំឡេងហ្នឹងវាមាន feature យើងកំណត់បានទៀតមាន echo អីចឹងទៅមាន mood project អីចឹងទៅហើយមាន instant voice អីចឹងទៅមានច្រើនក្នុង CapCut អញ្ចឹងណាហើយវីដេអូខ្ញុំសង្ឃឹមថាបងប្អូននឹងអាចធ្វើបាននៅពេលដែលមើលវីដេអូហ្នឹងហើយព្រោះខ្ញុំគិតថាវីដេអូហ្នឹងខ្លីទេអញ្ចឹងណាបងប្អូនហើយបើសិនបងប្អូនមានសំណួរអីចង់សួរបន្ថែមឬក៏ចង់ខ្ញុំចេញវីដេអូអីបងប្អូន comment នៅលើ TikTok ក៏បានឬក៏ហ្នឹងឯងបងប្អូនមួយទៀតខ្ញុំសុំបងប្អូនចូលទៅព្រោះខ្ញុំគិតថាខ្ញុំនឹងធ្វើវីដេអូខ្លីៗនៅលើ TikTok ហើយខ្ញុំនឹងដាក់វីដេអូវិញនៅលើ channel របស់ខ្ញុំដែលខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងព្រោះ channel ហ្នឹងខ្ញុំទុកចោលយូរហើយអញ្ចឹងខ្ញុំចង់យកមកធ្វើវិញអញ្ចឹងណាអញ្ចឹងបងប្អូនជួយទៅមើលវីដេអូនៅលើ channel YouTube របស់ខ្ញុំ
ឬក៏អាច comment នៅលើនឹងចង់ខ្ញុំចេញវីដេអូពាក់ព័ន្ធអីខ្ញុំអាចចេញបានទាំងអស់អញ្ចឹងណាអូខេអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបន្ទាប់បងប្អូនបាយបាយ